ចាជំរាបសួរសួស្តីកូនទាំងអស់គ្នាជួបជាមួយនឹងគ្រូទៀតហើយត្រូវអត់ចឹងក្នុងវីដេអូនេះអ្នកគ្រូមានអីមកបង្ហាញបងប្អូនទាំងអស់គ្នាចឹងដឹងអត់ចាបើចង់ដឹងមកទស្សនាជាមួយនឹងគ្រូទាំងអស់គ្នាចាអញ្ចឹងក្នុងវីដេអូនេះអ្នកគ្រូមានគណិតវិទ្យាថ្នាក់ទី2មកបង្ហាញកូនទាំងអស់គ្នាមេរៀនទី3វិធីបូកចំនួនមានលេខពីខ្ទង់ចាអញ្ចឹងអ្នកគ្រូលើកយកចំណោទមកបង្ហាញបងប្អូនទាំងអស់គ្នាទៀតហើយអញ្ចឹងចំណោទហ្នឹងគឺទំព័រទី20ចំណោទខចាអញ្ចឹងកូនចង់ដឹងអត់ថាចំណោទខហ្នឹងគេនិយាយពីអីចឹងយើងអានទាំងអស់គ្នាចំណោទខគេនិយាយថាធារាកាច់ផ្កាកុលាបបាន32តងនិងថារីកាច់ផ្កាកុលាបបាន7តងចាអញ្ចឹងគេមានប្រអប់ឲ្យយើងពេញចំនួនខាងលើហ្នឹងហើយក៏គេសួររកអីចាគេសួររកថាអ្នកទាំងពីរហ្នឹងកាច់ផ្កាកុលាបបានប៉ុន្មានតងចាអញ្ចឹងគេបំពេញឲ្យយើងហើយអំពីផ្កាកុលាបដែលធារាកាច់បានយើងនៅផ្កាកុលាបដែរគេថារីកាច់បានប៉ុន្មានកូនចាគឺកាច់បាន7តងចាអញ្ចឹង32និង7គឺយើងធ្វើប្រមាណវិធីអីដើម្បីដឹងចំនួនសរុបនៃផ្កាដែលអ្នកទាំងពីរកាច់បានចាគឺត្រឹមត្រូវគឺប្រមាណវិធីបូកចាអញ្ចឹងប្រមាណវិធីបូកនេះគឺយើងបានសិក្សាអំពីប្រមាណវិធីបូក2ខ្ទង់និង1ខ្ទង់ចាអញ្ចឹងកូនបូកមើលខ្ទង់រាយបូក1ខ្ទង់រាយ7បូក2ស្មើប៉ុន្មានកូនចាគឺ9ចាអញ្ចឹង3អត់មានអីបូកគឺយើងតម្លាក់មកធម្មតាអញ្ចឹងចំនួនសរុបនៃផ្កាទាំងពីរហ្នឹងគឺ39តងចាអញ្ចឹងអ្នកទាំងពីរហ្នឹងគឺគាត់កាច់ផ្កាបាន39តងចាអញ្ចឹងលំហាត់ខនេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងដើម្បីដោះស្រាយចំណោទបានកូនគ្រាន់តែអានចំណោទយល់សិនគេប្រាប់អីគេខ្លះនិងគេសួររកអីដើម្បីយើងស្រួលយើងកណនាចំណោទរបស់យើងណាចាអញ្ចឹងក្នុងវីដេអូនេះអ្នកគ្រូមានតែប៉ុណ្្នឹងទេអញ្ចឹងបើចង់ទស្សនាអីដែលថ្មីជាងហ្នឹងឬក៏ចង់សិក្សានៅមេរៀនផ្សេងទៀតអាចចូលទស្សនាក្នុងវីដេអូក្រោយវីដេអូនេះអ្នកគ្រូសូមចប់ប៉ុណ្្នឹងសូមអរគុណនិងជម្រាបលា